តើអ្នកនយោបាយរូបណានឹងក្លាយជានាយករដ្ឋមន្ត្រីទី33របស់ថៃនៅខែមិនិនាខាងមុខនេះស្របពេលនឹងស្ថានភាពនយោបាយរបស់ថៃនៅតែវឹកវរគ្មានស្ថិរភាពមន្ត្រីជាន់ខ្ពស់មួយរូបនៃរដ្ឋាភិបាលថៃបានឲ្យដឹងនាថ្ងៃសុក្រទី24ខែតុលានេះថាការបោះឆ្នោតសកលថ្មីទំនងនឹងធ្វើឡើងនៅថ្ងៃទី29ខែមីនាឆ្នាំ2026បន្ទាប់ពីនាយករដ្ឋមន្ត្រីលោកអនុทิន ឆានវីរៈគុណបានពិភាក្សាអំពីបញ្ហានេះជាមួយគណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសនេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Star អង្គុយកៅអីជាង2ខែសោះនាយករដ្ឋមន្ត្រីកិច្ចសន្យា4ខែអនុทิន ឆានវីរៈគុណមានការជាប់ពាក់ព័ន្ធរឿងអាស្រូវជាច្រើនហើយរដ្ឋមន្ត្រីនៅក្នុងរដ្ឋបាលរបស់លោកក៏ត្រូវបានគេរកឃើញនិងចោទប្រកាន់ពីការពាក់ព័ន្ធទៅនឹងឧក្រិដ្ឋអនឡាញការលាងលុយកខ្វក់ខណៈដែលលោកខ្លួនឯងក៏មិនស្អាតស្អំព្រោះអាគារកាស៊ីណូដែលគ្រួសាររបស់លោកជាម្ចាស់ក៏មានការពាក់ព័ន្ធទៅនឹងការជួលទីតាំងឲ្យក្រុមហ៊ុនដែលត្រូវបានគេសង្ស័យថាជាបណ្ដាញឆបោកអនឡាញពិភពលោកប្រហែលជាដោយសារតែហេតុផលទាំងអស់នេះក៏អាចថាបានទើបឲ្យនាយករដ្ឋមន្ត្រីទី32របស់ថៃរូបនេះបានបង្ហាញគម្រោងរំលាយសភានៅចុងខែមករាដោយការបោះឆ្នោតសកលថ្មីនឹងធ្វើឡើងនៅខែមិនិនាឬដើមខែមេសាឆ្នាំក្រោយនេះថ្ងៃសុក្រនេះលោកបារ៉ាដនព្រីសាណាអន្តាគុលដែលជារដ្ឋមន្ត្រីអមការិយាល័យនាយករដ្ឋមន្ត្រីថៃបាននិយាយថារដ្ឋាភិបាលនិងគណៈកម្មាធិការរៀបចំការបោះឆ្នោតបានពិភាក្សាគ្នាអំពីពេលវេលាសម្រាប់រៀបចំការបោះឆ្នោតគណៈការបរិច្ឆេទដែលនឹងត្រូវកំណត់គឺទំនងជានៅថ្ងៃទី29ខែមីនាខាងមុខនេះលោកបារ៉ាដនក៏បាននិយាយដែរថាប្រជាមតិស្ដីពីរដ្ឋធម្មនុញ្ញថ្មីព្រមទាំងប្រជាមតិមួយទៀតដើម្បីសម្រេចថាតើត្រូវលុបចោលឬមិនលុបចោលនៅកិច្ចព្រមព្រៀងចំនួន2ពាក់ព័ន្ធទៅនឹងកំណត់ព្រំដែនជាមួយនឹងកម្ពុជាគឺទំនងជានឹងប្រព្រឹត្តទន្ទឹមគ្នាជាមួយនឹងការបោះឆ្នោតសកលយ៉ាងណាមិញគណៈកម្មាធិការរៀបចំការបោះឆ្នោតមិនទាន់បានកំណត់កាលបរិច្ឆេទបោះឆ្នោតជាផ្លូវការនៅឡើយទេប៉ុន្តែប្រធានគណៈកម្មាធិការគឺលោកអ៊ីទីផនមុនប្រាគុណបាននិយាយថាព័ត៌មានលម្អិតនឹងត្រូវបានដោះស្រាយទាំងការបោះឆ្នោតនិងការបោះឆ្នោតប្រជាមតិទាំងពីរដែលទំនងជានឹងប្រព្រឹត្តទៅនៅថ្ងៃតែមួយកាលពីខែកញ្ញាលោកអនុทิនត្រូវបានសភាបោះឆ្នោតឲ្យតែងតាំងជានាយករដ្ឋមន្ត្រីទី32របស់ប្រទេសថៃគិតចាប់តាំងពីខែសីហាឆ្នាំ2023បន្ទាប់ពីលោកត្រូវបានដកចេញពីគណៈបកភូមិឆៃថៃចេញពីចង្កោមរដ្ឋាភិបាលដឹកនាំដោយគណៈបកភឿថៃហើយដើម្បីក្លាយជានាយករដ្ឋមន្ត្រីលោកអនុทิនធានាបាននូវការគ្រប់គ្រងពីគណៈបកប្រឆាំងធំជាងគេគឺគណៈបក People Party ប៉ុន្តែបកប្រឆាំងដ៏ធំមួយនេះបានដាក់លក្ខខណ្ឌមួយចំនួនក្នុងនោះរួមមានការរំលាយសភាក្នុងរយៈពេល4ខែក្រោយចូលកាន់តំណែងដើម្បីរៀបចំការបោះឆ្នោតសកលថ្មីនិងការធ្វើប្រជាមតិរដ្ឋធម្មនុញ្ញថ្មី